ទី2យើងជិះផ្ទះដែលទ្រង់បានសាងសង់សូមយល់មកខ្ញុំផ្ទះម្ចាស់អ្នកសាងសង់បាទបាទបាទតោះទៀតបាទទាំងទៅគេឲ្យតបានសបាយវាចែកនោះទៅគាត់ថាចាំលោកគ្រូឋានឲ្យតែគ្រូទៅមកផុតគាត់ការមានមើលឃើញគាត់ទៅឲ្យសាវីមកហៅខ្ញុំក៏លេខមកបាត់នឹងចេញមកផ្ទះហើយបាទហើយបងគាត់ពេលវានិយាយពេលវាឲ្យយើងបានទៅធ្វើការថានេះអាមែនហើយដល់ប្រាប់ថាគាត់ជាបានមកលើពី3ថ្ងៃអាមែនដល់ពេលគាត់ថាមិនមកទៅថ្ងៃទៀតបានជួបគ្នាបានគាត់បានមុនហ្នឹងបាទអរគុណបាទខ្ញុំស្ដាប់ហើយអស់ចាមែនទេហេតុអីបើខ្ញុំនៅប្រកបណាស់បងប្រើខ្ញុំតែនៅពេលដែលខ្ញុំអត់នៅបងមានចំណែកហើយបងកាន់តែស្រឡាញ់ព្រះកាន់តែទុកចិត្តព្រះអាមែនអាមែននេះឯងជាស្រែរបស់ព្រះបងសពតិបង្កើតផលមិនរឹងលេងទេហើយមិនបានបងគាត់ហ៊ានទៅនេះថាមិនលើសពី3ថ្ងៃទេមិនមែនគាត់ចេះធានាទេតែព្រះវិញ្ញាណដែលនៅក្នុងគាត់នាំឲ្យគាត់មានជំនឿអាមែនមិនគ្រូចេះចង់ទៅផ្សះផ្សាគេទេអារឿងផ្សះផ្សាគេផ្សះផ្សាមិនស្រួលមកតោះបែកក្បាលខ្លួនឯងគេខឹងអត់អំពើប៉ុន្តែនៅក្នុងព្រះនាមព្រះយេស៊ូវដោយសារអ្នកគ្រូជាស្រែអាមែនដែលឯងសោកកម្មព្រះនៃយើងខ្ញុំប្រាប់ថាការផ្សះផ្សានេះវាបានជាពិសេសមនុស្សចាស់តែឆ្លោះគ្នាហើយកាប់ថ្មចំណាំតកូនតចៅប៉ុន្តែយ៉ាងម៉េចដែរមិនបាននៅក្នុងព្រះគ្រីស្ទផ្សះផ្សាលើណាហើយមិនពីព្រោះព្រះគ្រីស្ទជាអ្នកផ្សះផ្សាមនុស្សពីអំពើបាបទៅឯព្រះនៅនគរឋានសួគ៌អាមែនសំណួរសុចេតបងប្អូនថតឃើញគេព្យួរដីពេលព្យួរយ៉ាងម៉េចដែរអាចដីវាចេះមែនណាអានឹងមកជុំណាងុំរស់ទៀតមែនណារស់ដីឲ្យមាត់ទៀតមែនណាមិនដែរពេលដែលបងព្យួរវាឈឺពេលដែលបងព្យួរយើងឈឺពេលដែលបងរស់យើងឈឺតែបងមិនព្យួរបងមិនរស់ទេមិនបង្កើតផលទេអាមែនហើយបើបង្កើតផលក៏រិចរយដែរអាមែនច្បាស់ទេគ្រីស្ទបរិស័ទដែលមិនអនុញ្ញាតឲ្យព្រះអង្គព្យួរដែលមិនអនុញ្ញាតឲ្យព្រះអង្គរស់សិតតែស្មៅទេស្រែហ្នឹងសិតតែចាញ់ទេស្រែហ្នឹងនេះថាម៉េចដែលមិនអនុញ្ញាតឲ្យព្រះអង្គព្យួរឲ្យព្រះអង្គរស់ហ្នឹងដោយសារគេសូមញឹមខ្ញុំបន្តជឿលើគំនិតខ្លួនឯងទុកព្រះបន្ទូលចោលដោយសារអ្នកគ្រូជឿថាព្រះវិញ្ញាណធ្វើការបានព្រមទៅផ្សះផ្សាគេហើយការអស្ចារ្យកើតឡើងមើលដោយសារបងជឿថាព្រះវិញ្ញាណមានមែនព្រះអង្គធ្វើការអត់មានបណ្ឌិតអីគេនោះប៉ុន្តែអាចថាទៅការអស្ចារ្យកើតមែនតែអ្នកដែលបណ្ឌិតមកបង្រៀនថាជឿខ្ញុំមកខ្ញុំរៀនដល់បណ្ឌិតទេសម័យព្រះវិញ្ញាណបរិសុទ្ធមានតែពួកសាវកឥឡូវពួកសាវកងាប់ហើយគ្មានព្រះវិញ្ញាណបរិសុទ្ធអីទៀតទេចប់ហើយនិយាយប៉ុណ្ណឹងហើយចប់ហើយមិនអាចរៀនមួយទៀតទេអត់អីពីព្រោះជំនឿនៅក្នុងសេចក្តីពិតព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងមានន័យថាម៉េចគាត់មានតែព្រះវរបិតាគាត់ជឿតែព្រះវរបិតាគាត់ជឿថាព្រះរាជបុត្រាប៉ុន្តែគាត់អត់ជឿថាព្រះវិញ្ញាណបរិសុទ្ធធ្វើការអត់ពេញលេញទេបាទអញ្ចឹងបានជាខ្ញុំបើកដើមមុនអធិប្បាយថាម៉េចអត់រាប់ពីចំណេះដឹងទេឥឡូវនេះថ្ងៃនេះអ្នកណាស្ដាប់ឮព្រះបន្ទូលហើយចិត្តជឿអ្នកណាទទួលពពកអត់និយាយជឿមុនជឿក្រោយជឿតិចជឿអីនេះអត់ទេស្ត្រីប្តី6ខ្ញុំអត់លោមទេពេលដែលព្រះអង្គមានបន្ទូលទៅកាន់នាងជឿនាងអំណនាងបានសព្រោះហើយនាងរត់ទៅប្រាក់គេនៅភូមិហើយគេរត់មកជួបព្រះយេស៊ូវហើយគេអសប្បាយគេថាពីមុនគេលឺតាមយេនាងតែឥឡូវគេលឺព្រះបន្ទូលផ្ទាល់អស្ចារ្យមែនទែនពីមុនប្រហែលជាអ្នកគ្រូសាវុតឬក៏បងគិតថាប្រហែលជានៅតែស្រុកគេប៉ុន្តែឥឡូវព្រះអង្គធ្វើការសឹងរាល់ថ្ងៃអាមែនអស្ចារ្យមែនទេខ្ញុំរៀនព្រះបន្ទូលជាមួយកូនសិស្សដែលនៅទីនេះក៏ឃើញអស្ចារ្យរាល់ថ្ងៃតាមរយៈព្រះបន្ទូលរបស់ព្រះខ្ញុំពិតជាអរសប្បាយហើយអរគុណព្រះជំចាស់មែននេះជាសាក្សីរក្សានឹងផលិតរៀបការមួយឆ្នាំអត់មានកូនហើយព្រះអង្គមានបន្ទូលមកខ្ញុំថាអ្នកទាំងពីរត្រូវមានកូនទៅមានសុភមង្គលក៏មានមែនហើយខ្ញុំប្រាប់ថាកូនស្រីក៏មានមែន
បងប្អូនមិនញោមណាកុំលោកគ្រូភីលីបដើរទៅប្រាប់គេយើងជឿព្រះអង្គដែរយើងដើរទៅប្រាប់គេដែរមិនអញ្ចឹងទេពេលហ្នឹងព្រះវិញ្ញាណបរិសុទ្ធនាំឲ្យបនតាឲ្យនិយាយព្រះអង្គរើសអត់ច្រឡំទេថ្ងៃមុនដាក់អដ្ឋានអាទិត្យព្រះអង្គប្រើខ្ញុំដាក់ដៃអដ្ឋានឲ្យព្រះវិញ្ញាណធ្វើការទៅមកដល់ថ្ងៃនេះហើយអូនអត់និយាយជាមួយខ្ញុំទេតោះប៉ុន្តែដោយសារតែចិត្តបងអូនមានចិត្តបន្ទាបទទួលព្រះបន្ទូលទើបព្រះអង្គដោះលោកយាយបងអូនឲ្យមានសេរីភាពអាមែនអញ្ចឹងអត់បានញញឹមចិត្តទេរីងរៃមែនអត់មែនអត់ចឹងទៀតដៃសំកម្មទេព្រះមើលអត់ឃើញទេតែព្រះអង្គពិតជាអស្ចារ្យមិនដែរស្រែរកគ្នាអើយឲ្យបងជួអត់ឲ្យបងរស់អត់ជួនឹងរស់ហ្នឹងគឺយ៉ាងម៉េចដែរបានបាសព្រះបន្ទូលដាក់ផាំងឡើងស្ពុកមុខបាទដាក់ផាំងស្ពុកមិនបានស្ពុកមុខដោយសារអាកំណត់ហ្នឹងវាដោះស្រាយពេកผมមើលស្កស្លាយអត់ស្កស្លាយកុំឲ្យបានពីងអត់អាហ្នឹងមិនដោនចេះនេះណាមិនដោនចេះណាគ្រូកោហ៎គ្រូត្រង់ដោះពីងអត់ពីតូចខ្ញុំដោះពីងទៅញឹកស្រាប់អត់ដោះពីងឲ្យបានដាក់ទឹកថ្មីមកទឹកពីងវាថ្លាមែនទេព្រះអង្គចង់ដាក់ទឹកក្នុងពីងព្រះអង្គចង់ប្រទានពរដល់ជីវិតរបស់បានបាសទៅព្រះអង្គដោះក្អែលចេញមិនដោះកំណាត់កោះក្អែលចេញហើយដល់ពេលកោះហើយឈឺហើយបានបាសនេះកំពូលអួតជាពិសេសមុខមនុស្សស្រីដល់ពេលជួបគ្រូអួតបានអួតត្រូវលេងហ៊ានអួតដោយសារគេឲ្យអួតមិនកាលណាអួតមានចិត្តឆ្មាំឆ្មៃហើយនិយាយពីគំនិតខ្លួនឯងអស់ចាស់ស្រីយំជាមួយអាប៉ែតហ្នឹងពីអីគេពីបេភូមិតើមកសិតតែសងសាចាស់ឥឡូវដោយសារបាក់វាពីមុនគេសង្ហាចឹងនេះទៅហើយមិនបានស្រីស្រឡាញ់ចឹងកាលហ្នឹងគេកីឡាករល្បីដែរគេលេងបាល់អូសបោមកពេលដែលគាត់តាមគំនិតរបស់គាត់ចាត់ស្អន់ហើយគាត់ត្រឡប់ខ្លាចជាកូនព្រះថាឥឡូវគាត់ធ្វើជាស្រែម្នាក់ស្រែผมមុនស្រែចេះលើកដើរចេះលើកកញ្ជើដើរម្នាក់ស្រែនៅឡើយណានៅនឹងដល់ពេលដែលគាត់ព្រមនៅស្ងៀមហើយឲ្យព្រះអង្គជួឥឡូវចេញផលហើយតាមតោះណាឥឡូវអត់មានលុយប្រាក់ខែណាពីមុនប្រាក់ខែគាត់ប្រាក់គោក្បែរ1000ឯនៅរអីផ្សេងទៀតបានឥឡូវអត់មានលុយណាប៉ុន្តែចិត្តរីករាយចិត្តមានសេរីភាពអីមិនដែលមានអត់មានលុយចិត្តសេរីភាពចិត្តរីករាយខ្ញុំមានលុយណាឯគ្រូសវត្តធ្វើមិនដល់ថ្ងៃមុនអូសបាយលោតរំជ្រៀងអាទិត្យហ្នឹងមាន1000ខ្មែរមានផងបាទថាមិនក៏រីករាយម្ល៉េះនេះជាអាចកំបាំងដែលលោកកៃនឹងអាចនឹងឲ្យសេរីរាយមកកាន់ជីវិតកូនព្រះអង្គបានមិនសំដាយទេណាខ្ញុំជួលឡានទៅបាត់ដំបងទៅជួបលោកគ្រូសខេងឲ្យមកវិញអត្ថបទនឹងលោកគ្រូវុឌ្ឍមិនមែនលេងណាឡាននឹងអស់$90មិនមែនលេងណាហើយខ្ញុំមិនបានសុំណាទេទៅដល់អាចមើលកង់មើលព្រះវិញយល់មិនដែរព្រះបន្ទូលវាស់ទៅ1000ហាត់មិនត្រឹមព្រែកគោ1000ហាត់ទៀតត្រឹមជង្គង់1000ហាត់ទៀតត្រឹមចកេះ1000ហាត់ទៀតមិនដែរលើកហើយសាយទៅដល់កន្លែងណាដោះដាល់ហើយនឹងកាត់ផលហើយនឹងអាមែនប្រពន្ធខ្ញុំថ្ងៃហ្នឹងទៅមួយថ្ងៃពេញអត់បានរកស៊ីទេអរគុណព្រះអង្គបណ្ដាចិត្តគ្រូសវត្តដាក់ក្នុងវាយ50000ហើយបានខ្ញុំលើកទីម្ដងថាអញ្ចឹងងាយហ្នឹង50000នឹងហូបឆ្អែតអត់មិនត្រឹមឆ្អែតទេបបោហើយអាមែនបានជាអ្នកគ្រូម្នាក់គាត់ដាក់ក្នុងវាយខ្ញុំមានចិត្តអត់យកទេហើយមិនមែនខ្ញុំមានចិត្តអត់យកហ្នឹងក្នុងកប៉ាល់ខ្ញុំសម្បូរលុយគឺចិត្តរបស់ព្រះអង្គខ្ញុំធ្វើអត់កើតទេបងប្អូនខ្ញុំធ្វើអត់កើតទេសប្តាហ៍ថ្ងៃសូម្បីតែអ្នកនៅក្រៅខេត្តក៏ខលមកឆាត់មកដែរលោកគ្រូអើយបង្រៀនទៅបង្រៀនថ្នាក់ចម្រៀងអនឡាញក៏បានដែរខ្ញុំឲ្យថ្លៃថាពេលគេចង់រៀនណាមិនមែន$50ទេមួយខែ100គេឲ្យយើងដែរអាពេលអត់ទៅសំនឹងបង្រៀនប៉ុន្តែម៉ត់នេះព្រះអង្គទុកប្រើសម្រាប់ប្រកាសព្រះបន្ទូលអត្ថានឲ្យគេយើងមិនដែរជ្រៀងចម្រៀងថ្វាយអង្គមបងដោយថ្ងៃមុនអ្នកគ្រូគេលក់ស្ដាប់បទចម្រៀងហើយលងលក់ទៅដល់ឋានសួគ៌ជាមួយព្រះអង្គស្ដាប់ហើយលេខហើយទៅលើកជ្រៀងតាមទៀតជ្រៀងរហូតហើយចូលទៅលំស្រួលរកហើមទៅលំស្រួលចាខ្ញុំទៅខ្ញុំមកហើយជឿមកជ្រៀងនេះហើយទៅខ្ញុំអត់លុយពេលស្ដាប់ជ្រៀងមកហើយលេខហើយជ្រៀងក្នុងទៅលើអាមែនហើយ
ជំរៀងសមុទ្រខ្ញុំក៏ចូលចិត្តដែរហើយជាពិសេសបទដួងច័ន្ទអើយប៉ុន្តែឮតែនៅសល់តាទេប៉ុន្តែហាឡេលូយ៉ាធ្វើឲ្យពលឹងមនុស្សទាំងអស់លំតែឯព្រះអង្គអាមែនសំឡេងខ្ញុំណាបរោះដូចសមុទ្របរោះដូចព្រះសវត្តបរោះដូចខេមរៈអត់បរោះទេប៉ុន្តែព្រះអង្គអ្នកធ្វើឲ្យពលឹងវិញ្ញាណបរោះជាមួយនឹងម្ចាស់ឋានសួគ៌អាមែនចំណុចទី2យើងជាផ្ទះដែលទ្រង់បានសាងសង់សូមយល់មកខ្ញុំផ្ទះម្ចាស់អ្នកសាងសង់អូមកផ្ទះនេះម្ចាស់សាងសង់បែបម៉េចគឺអញ្ចឹងដូចផ្ទះនេះម្ចាស់គាត់សាងសង់ដែលខ្ញុំជួលអត់មានបង្អួចទេហើយខ្ញុំចង់មានបង្អួចប៉ុន្តែអត់មានបង្អួចទេសារម្ចាស់គាត់សាងសង់អញ្ចឹងហើយម្ចាស់នោះសាងសង់តាមយ៉ាងណាគេមេជាងសាងសង់បែបណាគឺអញ្ចឹងបានពេលមានការអីគាត់តែងតែឲ្យទៅរកមេជាងនេះផ្ទះមុខម្ចាស់ខាងនេះគឺមេជាងដែលជាធ្វើផ្ទះនេះយើងជាផ្ទះបងសាងសង់បងប្អូនផ្ទះមានតូចមានធំមែនអត់មានពណ៌ខុសៗគ្នាមែនអត់មានស្អាតខុសៗគ្នាហើយមានតម្លៃខុសៗគ្នាមិនមែនចេះតែណាលេងភ្លេងដូចយូរខ្សែបានទេមិនមែនចេះតែណាអាចធ្វើទីផ្សារបកាយដូចបងសុគានោះក្បែរលោកគ្រូបានទេមិនមែនចេះតែណាអាចតែងចម្រៀងលឿនដូចបងប្រុសបានទេមិនមែនចេះតែណាបកាយផ្សាយម្លោដូចគ្រូសវុតទេហើយក៏មិនមែនចេះតែណាមានទេពកោសល្យបង្រៀនដោយលោកគ្រូហ្វីលីបដែរខុសខ្ញុំចឹងទៅទៀតផ្ទះវាមានតូចវាមានធំវាមានពណ៌ផ្សេងគ្នាហើយតម្លៃផ្សេងគ្នាព្រះអង្គបង្កើតយើងមកបងប្អូនបន្ទាប់ពីយើងខ្លាយជាកូនព្រះអង្គបង្កើតយើងមកមានរបៀបផ្សេងពីគ្នាខ្ញុំលើករឿងមួយដល់បងប្អូនដោយប្រពន្ធខ្ញុំព្រះអង្គតែងតែបើកសំដែងប្រពន្ធខ្ញុំតាមយោសពពេលដែលមានរឿងសំខាន់អីព្រះអង្គតែងតែបញ្យល់សពឲ្យគាត់ដឹងឃើញច្បាស់មកដោយលោកគ្រូសខេងអ្នកដែលជួបគាត់ណាមិនតាន់និយាយអីផងគាត់និយាយហើយស្រេចហើយរឿងរបស់អ្នកឯងចេះអ្នកខ្លះវត្តនា20ឆ្នាំគាត់និយាយតែម្ដង1ម៉ោងអ្នកខ្លះ2ម៉ោងអ្នកខ្លះ3ម៉ោងចប់គឺបងឲ្យអំណោយទានគាត់អស់ចាទៅម្ដងដូចខ្ញុំថាខ្ញុំនេះអត់មានអំណោយទានតែចម្រៀងទេតែដល់ពេលដែលខ្ញុំជួបបងប្រុសអូគាត់មានអំណោយទានតែចម្រៀងហើយមិនត្រឹមអំណោយទានតែច្រៀងបរោះជាងខ្ញុំទៀតហ្នឹងបើយើងនិយាយពីភាពជាស្ដាយដែលយើងមើលឃើញប៉ុន្តែព្រះអង្គបានបង្កើតយើងមកជាផ្ទះសាងសង់យើងមានលក្ខណៈខុសៗគ្នាផ្សេងពីគ្នាដូច្នេះកុំឲ្យកប់បីឲ្យយើងចង់បានដូចណាបងប្អូនមានតែការថាខ្ញុំចង់ដូចសិវៈពលបងប្អូនអើយបើចង់ដូចពលត្រូវស្គាល់ឲ្យច្បាស់ថាពលជាណាពលពីមុនជាអ្នកសម្លាប់មនុស្សសម្លាប់គ្រីស្ទបរិស័ទហើយចុះពលទៅមុខយ៉ាងម៉េចពលទៅមុខជាអ្នកដែលស្លាប់ដើម្បីដំណឹងល្អបានជាពេលមួយគាត់ពិបាកពេលគាត់សួរព្រះអង្គបានព្រះអង្គមានថាតើកូនអញមិនល្មមដល់ឯងទេឬអីអ្នកខ្លះថាអូជីវិតខ្ញុំទៅយប់មិនមែនទេអត់ដូចយប់ទេព្រះអង្គបង្កើតយប់អង្គមានតែមួយទេលើលោកដែលអាចឆ្លងកាត់រឿងនឹងបានអ្នកណាអាចដូចយូសែបបានខ្លះយូសែបមានតែមួយដែលអាចឆ្លងកាត់ចំណុចបានដែលបងប្អូនចាក់លក់ហើយវេទនាខត់សាហើយចុងក្រោយនៅតែស្រឡាញ់បងប្អូនបានបងប្អូនរឿងផ្ទះបងបានសាងសង់យើងហើយសាងសង់បែបផ្សេងពីគ្នាអ្នកគ្រូសវុតទទួលស្គាល់ឯនេះបានអ្នកគ្រូសវុតទទួលបពោថាម៉េចលោកគ្រូខ្ញុំប្រមូលហើយលោកគ្រូឯងពង្រឹងខ្ញុំប្រាប់ថាបើមិនមកពីព្រះទេគាត់អ្នកប្រឹងប្រមូលហេនេះពុជជិនមុខខ្ញុំហើយគ្រូឯងមកពីណាឬក៏អាឡត់ឯងមកពីណាក្មេងលហកហ្នឹងអញប្រឹងជឹងងាប់ហើយមកអធិប្បាយធ្វើលុយអីថ្ងៃទឹកនេះលោកគ្រូអើយខ្ញុំបកគលកម្មវិធីលោកគ្រូយើងធ្វើកម្មវិធីជាមួយទឹកសូមលោកគ្រូបញ្ជាក់ព្រមទូលឲ្យពួកជំនុំហើយយើងធ្វើកម្មវិធីជាមួយទឹកនេះឯងផ្ទះរបស់ព្រះអង្គតែផ្ទះចំណុចសំខាន់នៃផ្ទះនេះកន្លែងណាទៅសូមយើងខ្ញុំរឹងមាំជាប់នៅដើម្បីឲ្យផ្ទះរឹងមាំហើយជាប់នៅយ៉ាងមិនដែរសូមយើងខ្ញុំសាងសង់លើគ្រឹះដែលរឹងមាំអ្នកណាជាគ្រឹះរឹងមាំរបស់យើងព្រះណាអាមែនចឹងបើចង់រឹងមាំនៅក្នុងជំនឿរបស់យើងសូមសាងសង់លើព្រះគ្រីស្ទយេស៊ូវសូមយើងខ្ញុំសាងសង់លើព្រះគ្រីស្ទយេស៊ូវ
cứ chưa tạmព្រះបន្ទូលព្រះយេស៊ូវចឹងបើសិនជាយើងអត់ជឿតាមព្រះបន្ទូលរបស់ព្រះយេស៊ូវទេយើងអត់អាចមកអត់កើតទេបងប្អូនចឹងអ្វីដែលព្រះអង្គសាងសង់ផ្ទះនោះគឺផ្ទះដែលអាចសាងសង់បានមកតាមរយៈជាងប៉ុណ្ណោះផ្ទះមិនចេះសាងសង់ខ្លួនឯងទេយើងមិនចេះធ្វើឲ្យខ្លួនឯងទៅយុទ្ធដូចមិនទេបងប្អូនខ្ញុំអត់ចង់ទេខ្ញុំអត់ចង់ធ្វើនេះធ្វើនោះទេខ្ញុំអត់ចង់ធ្វើបែបនេះទេអានឹងចិត្តខ្ញុំមិនដែលព្រះអង្គបង្កើតធីបលីមកសម្រាប់គ្រឿងនេះរួចជាស្រេចកាល8ឆ្នាំមុនខ្ញុំរកបានក្បែរ$1000កាលខ្ញុំនៅសាលាហូបពេលខ្លះ$1000ផងហើយបើសិនជាខ្ញុំមកដល់ឥឡូវតាមចរិតលក្ខណៈនឹងការធ្វើការរបស់ខ្ញុំខ្លាយជានាយកហើយកូនខ្ញុំរៀននៅទីនោះហើយប៉ុន្តែព្រះអង្គបានហៅខ្ញុំឲ្យមកបន្តិចបន្តិចថាជាងអត់មានអ្នកខ្វៀលបងស្រីឈ្មោះអីសេណែតខ្ញុំមិនដែលស្គាល់គាត់ទេតែនេះឯងជាងរបស់ព្រះអាមែនបន្តិចទៀតខ្ញុំប្រាប់អ្នកគ្រូសួរថានិមិត្តដែលបងឲ្យនោះដេញចេញពីតសល់ទៅដេញរហូតដល់បវលដេញបវលឲ្យចូលថ្មកោតទេធ្វើមិនទៅមិនមែនយើងចេះធ្វើទេត្រង់អ្នកធ្វើព្រះអង្គជាអ្នកដែលសាងសង់ផ្ទះសាងសង់តាមរយៈគេមេជាព្រះអង្គសាងសង់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទហើយបើនិយាយពីការរស់នៅរបស់យើងព្រះអង្គសាងសង់យើងឲ្យរឹងមាំតាមរយៈសូមយល់ខ្ញុំអ្នកបម្រើព្រះហើយដូច្នេះហើយបានជាព្រះអង្គឲ្យយើងស្ដាប់បង្គាប់អ្នកបម្រើព្រះស្ត្រីមួយម៉ែម្នាក់ដែលជំពាក់បំណុលគេប្តីក៏ស្លាប់ចោលដល់ពេលដែលទៅជួបលោកអេលីសេជាអ្នកបម្រើព្រះលោកអេលីសេសួរមិនទៅប្រាប់ឲ្យអេលីសេមកដោះស្រាយគាត់ទេសួរថាប្តីខ្ញុំស្លាប់ហើយឥឡូវខ្ញុំធ្វើម៉េចជំពាក់បំណុលគេលោកអេលីសេសួរថានៅផ្ទះមានអីនាងថាមានប្រេងដបអញ្ចឹងទៅខ្ចីដបគេមកហើយដល់មកនាងសួរថាធ្វើម៉េចទៀតបាត់ទ្វាហើយចាក់អាដបប្រេងដបនឹងចូលទៅអាដបប្រេងដែលអត់មានទៅហើយចាក់រហូតដល់តែអស់ដបអស់ហើយទៅសួរលោកអេលីសេទៀតថាធ្វើម៉េចទៀតអេលីសេថាឲ្យយកទៅលក់សងបំណុលគេហើយទុកចាំកូនទៅកន្លែងហ្នឹងមានន័យថាម៉េចនាងអត់បានតាមកំណត់របស់នាងទេនាងតាមអ្នកបម្រើព្រះទើបបំណុលរបស់នាងបានរួចសិនជីវិតរបស់យើងដែលជឿព្រះអង្គហើយជីវិតយើងងាយតាមចិត្តខ្លួនឯងទេខ្ញុំនិយាយពីជីវិតរបស់ខ្ញុំចាស់ពេលដែលខ្ញុំស្ដាប់បង្គាប់អ្នកបម្រើព្រះគឺលោកគ្រូរបស់ខ្ញុំលោកគ្រូសង្កេតពីខ្ញុំចេះគីតាទួចខ្ញុំខ្លាចជាអ្នកបង្រៀនគេយ៉ាងល្បីល្បាញក្នុងខេត្តបាត់ដំបងគឺខ្ញុំចេះជ្រៀងតិចតួចរកតែប្រាក់ខែហូបបាយមិនខ្ញុំឡើងដល់រាប់រយរាប់ពាន់តែពេលដែលខ្ញុំឃ្លាតចេញពីគ្រូរបស់ខ្ញុំឃ្លាតចេញពីអ្នកបម្រើព្រះអង្គពិតជួបអ្នកបម្រើព្រះអង្គខ្លាំងៗខ្ញុំប្រឹងរកស៊ីខ្ញុំប្រឹងចាត់ចែងហើយខ្ញុំគិតថាអានឹងល្អប្រសើរត្រឹមត្រូវខ្ញុំទៅរៀនសរសេរផែនការខ្ញុំរៀនផែនការខ្ញុំចាប់ដៃគេចាប់ឯងស្គាល់ទាំងអស់ចុងក្រោយអាលាហិនហោទាំងអស់តែដល់ពេលដែលវិបត្តិត្រូវបានដោះស្រាយវិញគ្រាន់តែជួបអ្នកបម្រើព្រះអង្គមួយយប់តែប៉ុណ្ណោះហើយគាត់ប្រាប់ថាអានឹងទូលទេស្ដាប់ព្រះទូលទៅហើយខុសចិត្តខ្ញុំទៀតនេះវាតង់ទ្រង់បងប្អូនស្គាល់ហើយចាអាលវាពិបាកដកដង្ហើមណាហើយអាពិបាកដកដង្ហើមទាំងអស់រំពឹងតែអញ្ចឹងតែថាឲ្យទៅស្ដាប់ព្រះទូលទៅរបៀបចេះខ្ញុំឃ្លីនសាច់គោជំងាប់លំសក់ទៅបាត់តក់ហើយដល់ពេលទៅដល់ហូបបាយមួយប្រហុកអត់ត្រូវចិត្តវាទៅទ្រង់តែដល់ពេលសម្រាប់ចិត្តហូបអីដែរបាត់ឃ្លានហើយមានកម្លាំងមិនបានលោកគ្រូខ្ញុំឲ្យខ្ញុំស្ដាប់ព្រះបន្ទូលទេព្រះបន្ទូលជាព្រះដោះស្រាយគ្រប់វិបត្តិបញ្ហាឲ្យយើងអាមែនហើយបានយើងត្រូវនៅជាប់មួយនឹងរាព្រះដើម្បីកុំឲ្យយើងសុំយើងខ្ញុំតាមអំពើចិត្តទំនើងចិត្តបើយើងមិននៅក្បែរអ្នកបម្រើព្រះទេយើងតាមទំនើងចិត្តយើងតាមអំពើចិត្តហ្នឹងទេបងប្អូនទៅមេកពីសុភាសិតប្រាប់ថាម៉េចចំពុក3ថាម៉េចទុកចិត្តដល់ព្រះយេហូវ៉ាកុំមើលខ្លួនថាមានប្រាជ្ញាឡើយឲ្យទទួលស្គាល់ព្រះអង្គគ្រប់ទាំងផ្លែចាស់សុភាសិតចំពុក1ខ7ល្មមចាំហើយខ្ញុំសូត្រចាំប្រហែលឆ្នាំហើយសុភាសិតចំពុក1ខ7សេចក្តីកត់ខ្លាចដល់ព្រះយេហូវ៉ានោះជាដើមចមនៃតម្រេះតែមនុស្សអត់បើគិតគេមិនងាយប្រាជ្ញានិងសេចក្តីព្រាបដាវិញប្រាជ្ញានិងសេចក្តីព្រាបដាចេញពីអ្នកបម្រើព្រះតែលើគ្រីបោះសត្វច្រើនអត់ទេគ្រូឯងចេះតែអធិប្បាយរស់ស៊ីចាញ់ខ្ញុំទេត្រូវ
គ្រូអធិប្បាយរស់ស៊ីមិនឈ្នះអ្នកមែនតែការរស់ស៊ីរបស់អ្នកនឹងរីកចម្រើននៅពេលដែលអ្នកព្រមមកស្ដាប់យោបល់របស់អ្នកបម្រើព្រះខ្ញុំពិតជាអរគុណព្រះអង្គមែនទេខ្ញុំនិយាយដល់ថាអូនថ្លៃខ្ញុំមិនមែនអ្នកដែលចូលពិហេទេប៉ុន្តែនៅពេលដែលការងារសំខាន់ពេលដែលខ្ញុំប្រាប់គាត់តែងតែធ្វើហើយគាត់ក៏រីកចម្រើនខ្ញុំចេះហ្គីតាតិចតួចហើយពេលដែលខ្ញុំប្រាប់មានណាជឿទេប៉ុន្តែសូម្បីតែអ្នកនៅបាត់ដំបងក៏ខលមកខ្ញុំឲ្យថ្នាក់ជានាយកសាលាទៀតលោកគ្រូតើលោកគ្រូធ្វើម៉េចបានរៀនក្មេងចេះយល់នាយកសាលាសួរអ្នកដែលអត់មានសញ្ញាបត្រសាលាហេតុអីព្រះបន្ទូលជាប្រភពប្រាជ្ញាតែបងប្អូនកុនធាបង្រៀនក្មេងឲ្យចងចាំកូពីសូមកុំបង្រៀនតែគេសូមឲ្យចាំខ្លួនឯងខ្ញុំមានប្រាជ្ញាតាំងពីក្មេងមកហើយខ្ញុំធ្វើការបានជាច្រើនស្អីគេកាលពីតូចឪពុកខ្ញុំឲ្យអានកូពីឪពុកខ្ញុំឲ្យបង្រៀនក្មេងហើយខ្ញុំតែតែចាំព្រះបន្ទូលរបស់ព្រះហើយបងប្អូនសានៅពេលដែលយើងនិយាយអ្វីមួយនិយាយ1ម៉ោង2ម៉ោងក៏ដោយនិយាយឲ្យលំហត់ហើយពេលខ្លះនិយាយឲ្យបានអភមង្គលមកវិញទៅព្រោះនិយាយដើមគេនិយាយអត់ចេះគិតយើងនិយាយខុសតែនៅពេលដែលយើងនិយាយព្រះបន្ទូលបងប្អូននិយាយ2ម៉ោងនិយាយ3ម៉ោងនិយាយ4ម៉ោងកាន់តែពេញដោយព្រះពរ